សួស្តីអ្នកទាំងអស់គ្នានឹងថ្ងៃតទៅភ្លក់មន់អាំងជាមួយខ្ញុំទាំងអស់គ្នាដោយសារនៅផ្ទះខ្ញុំគឺមានចិញ្ចឹមមន់ដែរមន់ចិញ្ចឹមនឹងគឺជាលក្ខណៈក្រុមគ្រួសារទេអ្នកទាំងអស់គ្នាមិនមែនថាជាកសិដ្ឋានធំដុំបោះដុំនៅលើទីផ្សារឬក៏លើលក់នៅតាមផ្សារអីនឹងទេហើយមន់នឹងគឺចិញ្ចឹមទុកហូបម្ដងម្កាលយូរធ្វើមកហូបម្ដងមាននេះគឺម៉ាក់ខ្ញុំគាត់បានជ្រើសមុខម្ហូបមួយគឺមន់អាំងនឹងឯងដោយសារតែមួយទៀតនៅហូបតែប្រភេទសាឡារៀងរាល់ថ្ងៃដែរអញ្ចឹងក៏ចង់ដូរមុខម្ហូបម្ដងដើម្បីញ៉ាំទៅឲ្យប្លែកមកទៅបើសម្រាប់ខ្ញុំតើវាជាបែបអាហារក្រៀមក្រៅអាហារស្ងួតទៅជាប្រភេទអាំងជៀនដុតបំពងអីហ្នឹងជាលក្ខណៈអាហារស្ងួតហើយបើជៀនគឺវាមានខ្លាញ់តិចតួចដែរនេះទៅខ្ញុំចូលចិត្តណាស់មកហូបទាំងអស់នឹងប៉ុន្តែបើតេតងជាប្រភេទសម្លស៊ុបនេះទៅជាប្រភេទមានទឹកនឹងគឺខ្ញុំញ៉ាំបានតិចតួចអាចញ៉ាំបានដែរប៉ុន្តែមិនញ៉ាំបានច្រើនដូចជាប្រភេទអាំងអញ្ចឹងណានឹងឯដោយសារតែម៉ាក់គាត់អាំងចិត្តឆ្អិនហើយអញ្ចឹងគឺចាំប្រហែលមួយសន្ទុះទៀតគឺបានញ៉ាំជុំគ្នាបើនិយាយពីស្ថានភាពអ្នកកាន់កាមេរ៉ាវិញគឺលើកំពុងតែគោពោះខាមែនទែនហើយពីព្រោះតែតបមិនជាប់ជាមួយនឹងក្លិនឈ្ងុយឆ្ងាញ់ពីមន់អាំងនឹងទេទីទៅថតបតាហើយអាពោះនឹងគោបតាថាឃ្លាចង់ញ៉ាំណាបើសិនជាកុំជាប់ថតបើតែនឹងប្រហែលជាលួយផ្លូវមន់ម៉ាក់ទីញ៉ាំមួយនៅគៀនផ្ទះបាដីនេះទៅមានត្រីដែរនៅលើនឹងមានត្រីអាំងមានមន់ប៉ុន្តែខ្ញុំច្រោះយកមន់ហើយដោយសារខ្ញុំចូលចិត្តញ៉ាំ